សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទ Top Anime Cambodia មកហើយខានបានជួបគ្នាយូរតិចអ្នកទាំងអស់គ្នាច្រឡំហើយមិនបានសលេង Top Anime Cambodia អញ្ចឹងតិច Top Anime បែកសលេងពេញកំមុំអីមែនទេក៏ប៉ុន្តែ admin ផ្ដាសាយឃើញទេសំលេងឡើងព្រោះជាងមុនកញ្ញាផ្ដាសាយហើយនិយាយពីថាចង្រៃនោះចង្រៃផ្ដាសាយពេលណាផ្ដាសាយអាយុហើយ admin អត់ធ្វើរឿងទេដល់ពេល admin ធ្វើរឿងពឹបផ្ដាសាយហ្មងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរតោះយើងចូលសាច់រឿងយើងទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe និងចុចសញ្ញាកណ្ដឹងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin Top Anime ត្រឡប់មកវិញបាទសូមអរគុណសូមជម្រាបសួរ My Hero Academia Season ទី6ក្រោយពីក្រុមរបស់ Tomura បានគ្រប់គ្រងក្រុមរំដោះពួកអ្នកមានធម៌ពលពិសេសរបស់ Redestro បានសម្រេចហើយ Tomura ក៏បានរួបរวมក្រុមទាំងពីរបញ្ចូលគ្នាដោយបានដាក់ឈ្មោះថ្មីថាកងកម្លាំងនាំមុខរំដោះពួកអ្នកមានធម៌ពលពិសេសហើយកងកម្លាំងនេះត្រូវបានចែកគ្នាធ្វើការតាមផ្នែកនីមួយៗដោយផ្នែកនីមួយៗមានមេក្រុមរង3នាក់ហើយមើលទៅពេលនេះថ្មីហាក់ដូចជាជឿជាក់លើហុកខ្លាំងណាស់គេនិយាយអីក៏ជឿដែរដូចអ្នកខ្លះអញ្ចឹងដឹងថាគេបោកហើយនៅតែខំស្រឡាញ់គេម្នាក់ឯងទៀតហើយធ្វើឲ្យពេលនេះហុកទទួលបានព័ត៌មានជាច្រើនពីថ្មីដែលគាត់បានដឹងថាកងកម្លាំងនេះត្រូវការលុបចោលនូវច្បាប់ផ្សេងៗដែលពួក Hero បានបង្កើតឡើងដោយពួកវានឹងធ្វើការវាយប្រហារចូលទីក្រុងផ្សេងៗដំណើរគ្នាដើម្បីធ្វើឲ្យទីតាំងដែលពួកគេគ្រប់គ្រងក្លាយទៅជាទីតាំងដែលគ្មានច្បាប់គ្រប់គ្រងហើយហុកគិតថាបើបណ្ដោយអញ្ចឹងទៀតប្រកាសជាធ្វើឲ្យប្រទេសជាតិមានចលាចលជាមិនខានរួចហុកក៏គិតទៀតថាថ្មីកាលពីគាត់ជួបពីដំបូងគ្រាន់តែជាពួកវេលានកាកតែប៉ុណ្ណោះតែក្រោយពីថ្មីយកឈ្នះចិត្តរបស់គាត់បានមកធ្វើឲ្យថ្មីអាចបញ្ចេញធម៌ពលរបស់គាត់បានយ៉ាងពេញលេញហើយហុកក៏គិតទៀតថាពេលនេះអ្នកដែលគួរឲ្យខ្លាចបំផុតនោះគឺថ្មីនឹងហើយដោយសារតែទាំងពីរអ្នកស្និទ្ធស្នាលគ្នាបែបនេះធ្វើឲ្យហុកបានអូសកាឡាស៊ីស៊ីនថ្មីបោកយកខ្លួនប្រាណគាត់ហើយថែមទាំងបោកយកព័ត៌មានពីកន្លែងលាក់ខ្លួនរបស់ធម្មរៈបានទៀតចំណែកខាងពួក Hero វិញពួកគេបានដឹងហើយថាដុកទ័រនេះគឺជាកូនចៅរបស់ All for One ហើយក៏ជាអ្នកផលិតពួកបិសាចនោមុផងដែរហើយក្រុម Hero ក៏បានបែងចែកគ្នាជាពីរក្រុមដើម្បីចាប់ខ្លួនដុកទ័រ Kyodai ដោយក្រុមទី1គឺដឹកនាំដោយ Endeavor មាននីតិចាប់ខ្លួនដុកទ័រនេះនិងក្រុមទី2គឺជាក្រុមដឹកនាំដោយ Eight Shot មាននីតិទៅកំទេចសម្បុកកូនចៅរបស់ Tomura ដោយប្រតិបត្តិការលើកនេះគឺប្រមូលទាំងពួក Hero និងកូនសិស្សទាំងអស់ចូលរួមគ្នាធ្វើសង្គ្រាមជាមួយនឹងក្រុមរបស់ Tomura តែក៏មានកូនសិស្សមួយចំនួនភ័យញ័រផ្លោកអស់ហើយចំណែកបាគូកុវិញគាត់ក៏ក្តៅក្រហាយខ្លាំងដូចគ្នាព្រោះគាត់ត្រូវបានឲ្យគេធ្វើជាក្រុម support ដើម្បីជួយជម្លៀសប្រជាជនចេញពីកន្លែងគ្រោះថ្នាក់កាត់មកដល់ Dr. Kyodai វិញពេលនេះគាត់ត្រូវបាន Endeavor ចាប់ខ្លួនហើយគ្រូឯសវៈក៏បានប្រើធម៌ពលរបស់គាត់បិទធម៌ពលរបស់ Dr. ធ្វើឲ្យ Dr. ប្រែខ្លួនខ្លាចទៅជាមនុស្សចាស់ចិត្តរយទៅវិញហើយ Endeavor ក៏គិតថាមូលហេតុដែល Dr. នេះមិនចេះចាស់មកពីគាត់មានធម៌ពលអ្វីមួយយ៉ាងស្តៀងទៅនឹងធម៌ពលរបស់ Alpha One អញ្ចឹងហើយធ្វើឲ្យគាត់មិនចេះចាស់មិនដូចអ្នកខ្លះទេខំប្រឹងលៀបលេចង់ងាប់នៅតែចាស់តែពេលដែលពួក Hero កំពុងតែសួរចម្លើយ Doctor ធ្វើឲ្យពួកគេដឹងថាតាមពិតទៅ Doctor នេះគឺជារូបរាងคล้ายៗតែប៉ុណ្ណោះហើយពួកនោមុខដែលលាក់ខ្លួននៅក្នុងមន្ទីរពេទ្យក៏បានផុសចេញមកពីក្នុងដីចេញមកវាយប្រហារពួក Hero ចំណែកមីអេកូដែលមកជាមួយ Endeavor វិញនាងក៏បានស្ទុះចូលទៅរកបន្ទប់សម្ងាត់របស់ Dr. Kyodai ហើយក៏បានហក់ទៅទាត់ផ្លោកពួកនោមុខនោះងាប់ពេញនឹងក្រោយមកនាងក៏បានជួបជាមួយនឹង Dr. Kyodai ពិតប្រាកដរួចក៏បានបំផ្លាញមន្ទីរពិសោធន៍របស់ Dr. អាយ៉ាអាយ៉េងខ្ទេចខ្ទីអស់តែពេលនេះមីអេកូកំពុងតែជួបនឹងគ្រោះថ្នាក់ខ្លាំងណាស់ព្រោះសត្រូវដែលនាងប្រឈមមុខគឺសុទ្ធតែពួកនោមុខកម្រិតខ្ពស់ដែលមានវិចារណញ្ញាណក្នុងការគិតនិងនិយាយបានតែមីអេកូនាងមិនខ្លាចនោះទេនាងក៏បានធ្វើការតស៊ូជាមួយនឹងពួកវាស៊ីសាច់ហត់ទឹកស៊ុបតែម្ដងតែពេលដែលនាងកំពុងតែវាយសត្វតែមាននោមុខផ្លោកចំមួយក្បាលបានប្រើធម៌ពលចិត្តរបស់វាច្បាច់ដៃរបស់មីអេកូបាក់ខ្ទេចខ្ទីអស់ទៅតែទោះជាយ៉ាងណាមីអេកូនៅតែតស៊ូបន្តដោយប្រើជើងរបស់នាងហក់ទាត់ផ្លោកនិងសម្លាប់ពួកនោមុខនឹងអស់មួយចំនួនចំណែកពួក Hero ផ្សេងទៀតក៏កំពុងតែចូលមកជួយនាងផងដែរកាត់មកដល់ក្រុមរបស់ Edsat វិញពួកគេកំពុងតែបុកចូលក្នុងសម្បុកកូនចៅរបស់ Tomura ធ្វើឲ្យពួកអាដៃរត់ចែកជើងគ្នាលាន់ហើយពួកមេក្រុមទាំងអស់គ្នាក៏បានដឹងហើយថារឿងទាំងអស់នេះគឺកាត់ឡើងដោយសារថ្វាយមាត់អត់គម្របដូចអ្នកខ្លះដែលកំពុងមើលនឹងអញ្ចឹងក្រោយមកមួយក្នុងចំណោមមេដឹកនាំក្រុមរបស់ Tomura ក៏បានដើរចេញមកដោយគាត់មានធម៌ពលរន្ទះបាញ់ហើយគាត់ក៏បានប្រើធម៌ពលរបស់គាត់ចេញទៅវាយពួក Hero តែខាមីណារិឃើញបែបនេះគាត់ក៏បានស្ទុះចេញទៅក្រៅយ៉ាងលឿនរួចក៏បានប្រើខ្លួនរបស់គាត់ស្រូបយកធម៌ពលរន្ទះទាំងនោះមកលើខ្លួនប្រាណរបស់គាត់ធ្វើឲ្យក្រុមគ្រូនិងពួក Hero ទាំងអស់ចុច like ចុច share ម្នាក់មួយតែម្ដងហើយ Edsat ក៏បានជួយទៅសម្លាប់ជាតិរយតែម្ដងកាត់មកដល់ថ្វាយវិញពេលនេះគាត់បានដឹងខ្លួនហើយថាគាត់ត្រូវបានហុកបោកយកខ្លួនប្រាណធ្វើឲ្យគាត់សោកស្ដាយយ៉ាងខ្លាំងដែលកន្លងមកពេលដែលគាត់ណែនាំ Overhaul ឲ្យជួបជាមួយនឹង Tomura មិត្តរបស់គាត់ក៏ត្រូវបានគេសម្លាប់ហើយថែមទាំងធ្វើឲ្យ Mr. Compress ដាច់ដៃម្ខាងទៀតដល់ឥឡូវខំទុកចិត្តហុកនិយាយការសម្ងាត់ប្រាប់គ្មានសល់បែរជាត្រូវបានហុកនឹងក្បត់ទៀតធ្វើឲ្យពេលនេះគ្នារបស់គាត់កំពុងតែជួបនឹងគ្រោះថ្នាក់អញ្ចឹងហើយថ្វាយគិតថាកំហុសគ្រប់យ៉ាងគឺមកពីគាត់ទាំងអស់
តែហុកក៏ទុកឱកាសឲ្យថ្វីចាប់ផ្ដើមសារជាថ្មីឲ្យគាត់នឹងរួមដៃជាមួយនឹងពួក hero វិញតែថ្មីក៏និយាយថាជីវិតរបស់គាត់នឹងលេងចង់ខ្វល់អីទៀតហើយងាប់ក៏ងាប់ទៅព្រោះចិត្តគំនិតរបស់គាត់នឹងគ្រាន់តែចង់ធ្វើឲ្យមិត្តរបស់គាត់មានក្តីសុខតែប៉ុណ្ណោះចំណែកហុកវិញគាត់ក៏មិនចង់វាយជាមួយនឹងថ្វីដែរតែដោយសារតែថ្វីឌឺក្បាលដូចអ្នកខ្លះដែលកំពុងមើលនឹងពេកគាត់ក៏សម្រេចចិត្តប្រយុទ្ធជាមួយនឹងថ្វីតែម្ដងហើយទោះជាយ៉ាងណាមិញធម្មពលរបស់ថ្វីមិនអាចយកឈ្នះរោមស្លាប់របស់ហុកបានទេព្រោះថ្វីខំប្រឹងបែកភាកមកច្រើនយ៉ាងណាក៏ត្រូវបានស្លាប់របស់ហុកចាក់ទម្លុះងាប់តិចទីអស់ដូចគ្នាហើយចុងក្រោយហុកក៏បានចាប់ខ្លួនថ្វីបានសម្រេចតែពេលដែលហុកបំរុងនឹងសម្លាប់ថ្វីដាប៊ីក៏បានចេញមកជួយទាន់ហើយក៏បាននិយាយប្រាប់ថ្វីថាគ្រប់យ៉ាងមិនមែនជាកំហុសរបស់ឯងទេគឺពួក hero នឹងហើយគឺជាអ្នកខុសនិយាយចប់ដាប៊ីក៏បានធ្វើការប្រយុទ្ធជាមួយនឹងហុកហើយហុកក៏បានដឹងថាគាត់មិនអាចយកឈ្នះជាមួយនឹងដាប៊ីបានទេគាត់ក៏បានគេចចេញពីភ្លើងរបស់ដាប៊ីបន្ទាប់មកដាប៊ីក៏បានឲ្យថ្វីនឹងចេញទៅជួយមិត្តរបស់គាត់ផ្សេងទៀតតែពេលដែលថ្វីកំពុងតែរត់ទៅហុកស្រាប់តែហក់ចេញមកបំរុងនឹងរារាំងគាត់តែពេលនោះដែរថ្វីក៏បានស្រែកហៅឈ្មោះពិតរបស់ហុកថាឆាប់ចេញពីផ្លូវរបស់យើងភ្លាមថាកាមីខេកូឬបែបនេះភ្លាមហុកក៏កៀងតែម្ដងមិនបានថ្វីស្គាល់ឈ្មោះពិតរបស់គាត់ដាប៊ីឃើញអញ្ចឹងគាត់ក៏បានប្រើភ្លើងបាញ់ទៅកាន់ហុកតែទោះជាយ៉ាងណាក៏ដោយចុងក្រោយថ្វីក៏ត្រូវបានហុកចាក់ពីក្រោយខ្នងធ្វើឲ្យគាត់ធ្លាក់ទៅលើអាគារមកក្រោមតែម្ដងហើយពេលនោះដែរថូកាកំពុងតែជួបជាមួយនឹងគ្រោះថ្នាក់ដូចគ្នាថ្វីក៏បានប្រើថាអពលចុងក្រោយដែលគាត់មានធ្វើការជួយជីវិតថូកាជាលើកចុងក្រោយហើយគាត់ក៏បានធ្វើការលាថូកាជារៀងរហូតនិយាយទៅកន្លែងនឹងកំសត់ហើយបន្ទាប់មកថ្វីក៏បានប្រគល់កន្សែងជូតជើងអស់ច្រឡំកន្សែងជូតមុខរបស់ថូកាឲ្យទៅនាងវិញទាំងទឹកភ្នែករលីរលោងហើយគាត់ក៏បាននិយាយទៀតថានេះគឺជាក្តីសុខរបស់គាត់ដែលគាត់មានគ្មានអីមានក្តីសុខជាងនេះទៀតទេក្នុងជីវិតរបស់គាត់ហើយថូកាក៏បានធ្វើការអបថ្វីជាលើកចុងក្រោយដែលរូបពិតរបស់គាត់តាមពិតទៅដេកស្ទែបាត់ទៅហើយកន្លែងនឹងកំសត់នោះកំសត់កាន់មកដល់ Dark Shadow វិញគាត់ក៏បានប្រើវិជាថ្មីរបស់គាត់បុកទម្លុះទៅកាន់កន្លែងសម្ងាត់របស់ក្រុមថូមូរ៉ាតែ Dark Shadow ក៏បានទទួលចំហាយបិសាចដ៏គួរឲ្យខ្លាចមួយរបស់ Machia ដែលកំពុងតែដេកលង់លក់ដូចគ្នាតែ Fate Gam ក៏បានប្រាប់ Tokoyami ថាបិសាចនឹងវានឹងដេកលក់បើសិនជាគ្មានបញ្ជាពីមេរបស់វាក្រោយមក Fate Gam ក៏បាននាំពួកកូនសិស្សទាំងអស់ដែលជាក្រុមនាំមុខមកជាក្រុម support ពីក្រោយវិញដើម្បីការពារការវាយប្រហារពីទិសផ្សេងៗរបស់សត្រូវហើយនឹងធ្វើការឡោមព័ទ្ធពួកសត្រូវឲ្យពួកនឹងថយទៅខាងក្រោយចំណែកខាង Dabi វិញគាត់ខឹងនឹង Hawk ខ្លាំងណាស់ដែល Hawk បានសម្លាប់មិត្តរបស់គាត់ហើយ Hawk ក៏ឆ្ងល់ថាអី bro មិត្ត bro ឯងស្លាប់ទាំងមូលមិនបានឲ្យញឹមបានទៀត Dabi ក៏តបថាអីឲ្យញឹមប្រកាច់យកអីមកពីភ្លើងឆេះភ្នែកឯងហ្នឹងបានយកវាមិនចេញហើយ Dabi ក៏តបទៀតថាគាត់មិនដែលខ្វល់ពីក្រុមសមាគមឬក៏ធម្មរៈស្អីទេគាត់គ្រាន់តែជាអ្នកដែលដើរតាម strand តែប៉ុណ្ណោះដែលគាត់ចង់សម្លាប់ពួក hero ខ្លែងខ្លាយចោលឲ្យអស់ហើយអ្នកដែល Hawk គួរតែខ្លាចបំផុតនោះមិនមែនជាថ្វាយនោះទេគឺគួរតែជាគាត់ទៅវិញទេក្រោយមករូបភាពក៏កាត់មកដល់ខាង Endeavor វិញពេលនេះក្រុមរបស់គាត់ក៏នាំគ្នាបុកមកជួយមេអ៊ីកូរួចធ្វើការបង្ក្រាបពួកណូមុទាំងនោះតែដោយសារតែពួកណូមុនឹងវាយមិនក៏មិនព្រមងាប់សោះធ្វើឲ្យគ្រូអៃសាវ៉ាប្រើធម្មពលរបស់គាត់បិទស្គីលពួកណូមុនោះចំណែកមីអ៊ីកូវិញនាងក៏រកឃើញកន្លែងលាក់ខ្លួនរបស់ធម្មរៈហើយតែពេលដែលនាងព្យាយាមវាយកំទេចទូពិសោធន៍របស់ធម្មរៈណូមុក៏ធ្វើការវាយប្រហារទៅលើនាងជាបន្តបន្ទាប់រហូតដល់ Endeavor ចូលមកជួយទាន់ធ្វើឲ្យនាងអាចកំទេចទូពិសោធន៍របស់ធម្មរៈបានសម្រេចហើយ Endeavor ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមីអ៊ីកូតែម្នាក់ឯងអាចតស៊ូជាមួយនឹងពួកណូមុកម្រិតខ្ពស់ជាច្រើនហើយថែមទាំងនៅមានជីវិតទៀតតែបើនៅតែបណ្ដោយអញ្ចឹងទៀតមីអ៊ីកូប្រកាសជាស្លាប់ជាមិនខានបន្ទាប់មក Endeavor ក៏បានធ្វើការខត់ឈាមរបស់នាងដោយប្រើភ្លើងរបស់គាត់ដុតមុខរបួសរបស់នាងកាត់មកដល់នៅមុខនេះវិញវាស្រាប់តែមានការគិតរបស់ខ្លួនឯងចេះកិច្ចពីការវិបហារបស់ពួក hero និងដឹងពីមូលហេតុដែលពួកវាមិនអាចប្រើធម្មពលរបស់ពួកវាបានគឺដោយសារតែមានអៃសាវ៉ាប្រើភ្នែកបិទធម្មពលរបស់ពួកវាអញ្ចឹងហើយវាក៏ព្យាយាមរត់គេចពីភ្នែករបស់អៃសាវ៉ាដើម្បីអាចប្រើប្រាស់ធម្មពលរបស់វាបានចំណែកម៉ៃវិញគាត់ក៏បានប្រើធម្មពលសម្លេងរបស់គាត់បាញ់ទៅកាន់ទូពិសោធន៍របស់ធម្មរៈយ៉ាងខ្លាំងធ្វើឲ្យធម្មរៈធ្លាក់ចេញពីទូពិសោធន៍តែម្ដងដោយគាត់ក៏បានហក់ទៅដាក់ដុកទ័រខៀវដៃមួយដៃដែលដុកទ័រនេះបានធ្វើឲ្យមិត្តរបស់គាត់ខ្លាចទៅជាណូមុចំណែក X-Slash វិញនៅពេលដែលគាត់ឃើញបែបនេះគាត់ក៏បានទៅស្ទាបបេះដូងរបស់ធម្មរៈហើយក៏ឃើញថាបេះដូងរបស់ធម្មរៈនឹងអត់ដើរទេតែដុកទ័រក៏បាននិយាយទៀតថាវាគ្រាន់តែជាសភាវៈពាក់កណ្ដាលរស់ពាក់កណ្ដាលស្លាប់តែប៉ុណ្ណោះដើម្បីការពារខ្លួនធម្មរៈពីការប៉ះទង្គិចធ្ងន់ធ្ងរចំណែកសារធាតុរាវទាំងនេះវិញវាដូចជាថ្នាំព្យាបាលរាងកាយអញ្ចឹងហើយម៉ៃក៏បានចាប់ខ្លួនដុកទ័រចេញទៅរួចក៏ឲ្យ X-Slash នឹងនាំធម្មរៈចេញទៅតាមក្រោយតែនៅពេលដែលម៉ៃកំពុងតែបីដុកទ័ររត់ដុកទ័រក៏បាននិយាយថាគាត់បានផ្ទេរធម្មពលរបស់គាត់ឲ្យទៅកាន់ធម្មរៈអស់ហើយដែលធម្មពលរបស់គាត់អាចធ្វើឲ្យអាយុរបស់មនុស្សកាន់តែវែងជាងមុន2ដងចំណែកធម្មពលដែលគាត់មានឥឡូវនេះ
គឺគ្រាន់តែជារបស់ copy ទិញមកពីថៅប៉ាវតែប៉ុណ្ណោះកាត់មកដល់ X/វិញគាត់ក៏បានចាប់អារម្មណ៍ថាមានម៉ាស៊ីនមួយគួរឲ្យសង្ស័យខ្លាំងណាស់ហើយគាត់ក៏បានធ្វើការបំផ្ទុះម៉ាស៊ីននោះតែម្ដងហើយម៉ាស៊ីននោះក៏បានផ្ទុះសេធ្វើឲ្យចរន្តអគ្គិសនីរត់តាមសារធាតុទឹកទៅប៉ះជាមួយនឹង Thomura បណ្ដាលឲ្យ Thomura ដឹងខ្លួនតែម្ដងយេអាប៉ែនេះអីក៏លពឹសជើងមែនហើយពេលដែល Thomura ដឹងខ្លួនឡើងគាត់ក៏បានសម្លាប់ X/ចោលតែម្ដងនោះនាងឃើញទេគ្រាន់តែយកគេចេញទៅអត់ទេឡាយទៅកំទេចម៉ាស៊ីនណានៃចឡើងងាប់ខ្លួនឯងទៀតអញកាត់មកដល់ Dabi វិញពេលដែលគាត់កំពុងតែសម្លាប់ Hawk Tokoyami ក៏បានចេញមកជួយទាន់ហើយ Dabi ក៏និយាយទៅកាន់ Tokoyami ថាប្រុសឯងណាគេហ្នឹងហ៎ខ្ញុំ fan ប្រុសឯងណាគួរឲ្យអស់សំណើចខ្លាំងណាស់សូម្បីតែកូនសិស្សក៏ឲ្យបន្ថយនឹងគ្រោះថ្នាក់ចូលមកធ្វើសង្គ្រាមដែរមើល hero ដែលពួកឯងចង់បានមកចាក់ពីក្រោយខ្នង Villain ដែលគ្រាន់តែចង់ទៅជួយមិត្តភក្តិតែប៉ុណ្ណោះតើឯងចង់ជួយអ្នកណាឲ្យពិតប្រាកដពួក hero ដែលឯងគោរពហ្នឹងវាគួរឲ្យស្អប់ស្ពើមនិងថោកទាបជាងពួកយើងទៅទៀតតែ Tokoyami ក៏តបថាយើងគ្រាន់តែបារម្ភពីគ្រូរបស់យើងតែប៉ុណ្ណោះក្រោយមកដោយសារតែ Hawk និង Dark Shadow សុទ្ធតែអ្នកចាញ់ធម្មពលភ្លើង Dabi ក៏ឆ្លៀតឱកាសនេះប្រើធម្មពលភ្លើងដ៏ខ្លាំងរបស់គាត់បំរុងនឹងដុតទាំងពីរនាក់ប៉ុន្តែស្រាប់តែមានតកកដ៏ធំមួយផុសចេញមកធ្វើឲ្យទាំងពីរនាក់រត់គេចខ្លួនបានសម្រេចតែដំបូង admin ស្មានថា Todoroki តែតាមពិតទៅមិនមែនទេគាត់តែជាកូនចៅរបស់ Ray Destro សោះអាប៉ែនេះទៅជាពួក Villain ជួយ hero វិញហើយក្រោយពី Thomura បានដឹងខ្លួនឡើងគាត់ក៏បានប្រើធម្មពលរបស់គាត់បំផ្លាញគ្រប់យ៉ាងដែលនៅជុំវិញខ្លួនរបស់គាត់ខ្ទេចខ្ទីគ្មានសល់ឃើញបែបនេះភ្លាមធ្វើឲ្យពួក hero និងពួក Villain ទាំងអស់នាំគ្នារត់ចែកជើងគ្នាលាន់តែក៏មានពួក hero Galo Pro មួយចំនួនរត់អត់ទាន់ក៏រលាយខ្លាចទៅជាផេះអស់គ្មានសល់បន្ទាប់មក Thomura ក៏បានដាស់ Machia ឲ្យក្រោកឡើងហើយដោយសារគ្រោះមហន្តរាយលើកនេះបានធ្វើឲ្យវិទ្យុតាក់ទងនឹងប្រព័ន្ធទូរស័ព្ទអីហ្នឹងត្រូវបានកាត់ផ្ដាច់អស់ហើយ Thomura ក៏ភ្ញាក់ឡើងដោយធម្មពលថ្មីរបស់គាត់ជាច្រើនហើយថែមទាំងមានធម្មពលរបស់ Alpha 1អាចលួចនិងផ្ទេរធម្មពលពីគេបានទៀតហើយនឹងប្រព័ន្ធការព្យាបាលខ្លួនឯងដូចជាគាត់នឹងជានោមមុខក្នុងខ្លួនមនុស្សអញ្ចឹងកាត់មកដល់ Thoka វិញតាំងពីថ្មបានស្លាប់ទៅនាងក៏បែកគំនិតដល់សម្លាប់សត្រូវពេញនឹងហើយនាងគិតថានាងចង់ធ្វើឲ្យលោកនេះគួរឲ្យចង់រស់នៅជាងនេះកាត់មកដល់ Thomura វិញពេលនេះគាត់ក៏បានប៉ះជាមួយនឹង Endeavor ដែលគាត់ត្រូវបានភ្លើងដ៏ខ្លាំងរបស់ Endeavor ដុតជុំវិញខ្លួនរបស់គាត់តែភ្លើងនោះមិនអាចធ្វើឲ្យ Thomura បានទេធ្វើឲ្យពេលនេះ Endeavor សម្រេចចិត្តតាក់ទងកងជំនួយជាបន្ទាន់ដែលគាត់បាននិយាយថាអ្នកណាក៏ដោយឲ្យតែចេះហោះឆាប់មកជួយគាត់ជាបន្ទាន់តែពេលនោះដែរ Thomura ស្រាប់តែឮសំឡេងអ្វីមួយយ៉ាងស្រែកឲ្យគាត់នឹងតាមរក One for All ធ្វើឲ្យ Thomura ទន្ទិញជាប់មាត់ថា One for All One for All ហើយដំណឹងនេះក៏បានឮទៅដល់ Midoriya ដែលកំពុងតែស្ដាប់វិទ្យុដូចគ្នាបន្ទាប់មក Thomura ក៏បានប្រើធម្មពលថ្មីរបស់គាត់តាមរក One for All ធ្វើឲ្យ Midoriya ដឹងថា Thomura កំពុងតែតាមរកខ្លួនគាត់ក៏បានព្យាយាមហោះគេចចេញពីកន្លែងដែលមានប្រជាជនគេចខ្លួនហើយ Bakugo ក៏តាមទៅជាមួយដែរតែចុងក្រោយ Thomura ក៏បានតាមពួកគេទាន់សំណាងល្អបាន Gran Torino មកជួយហើយក៏មានពួក hero Galo Pro ជាច្រើនទៀតមកចាត់ការ Thomura តែទោះជាខំវាយយ៉ាងណាក៏ដោយក៏មិនអាចធ្វើអ្វី Thomura បានដែរក្រោយមក Thomura ក៏បានដាស់ឲ្យពួកនោមមុខដែលបង្កប់ខ្លួននៅក្បែរនោះឲ្យចេញមកវាយពួក hero រួច Thomura ក៏ស្ទុះទៅវាយគ្រូឯសាវៈតែក៏ត្រូវបាន Midoriya ចេញមកជួយទាន់ព្រោះបើគ្មានគ្រូឯសាវៈទេ Thomura នឹងប្រើធម្មពលរបស់វាកំទេចទីក្រុងនេះទៀតជាមិនខានហើយBakugoនិង Endeavor ក៏មករួមដៃចាត់ការជាមួយនឹង Thomura ដូចគ្នាចំណែក Molendi ប្រពន្ធ admin វិញក៏កំពុងតែទប់ជាមួយនឹង Machia មិនឲ្យរត់ទៅជួយ Thomura ដូចគ្នាហើយ Ridestro វិញក៏បានបំផ្ទុះធម្មពលរបស់វាវាយទៅកាន់ពួក hero ហើយក៏បញ្ជាឲ្យកូនចៅរបស់វានឹងទៅជួយ Thomura ចំណែក Midnight វិញនាងក៏បានទៅជួយ Molendi ចាប់ Machia តែក៏ត្រូវបាន Dabi វាយធ្លាក់ចុះមកក្រោមរបួសជាទម្ងន់ធ្វើឲ្យនាងសម្រេចចិត្ត Telegram ទៅកូនសិស្សរបស់នាង Momo ឲ្យប្រើថ្នាំសណ្ដំដើម្បីទប់ស្កាត់វាទៅបានបន្ទាប់មក Momo ក៏គិតមធ្យោបាយឃើញហើយក៏បានប្រើធម្មពលរបស់នាងផលិតថ្នាំសណ្ដំជាច្រើនរួចនាងក៏ឲ្យកូនសិស្សទាំងអស់គ្នាដែលនៅសល់នាំគ្នារៀបចំផែនការចាប់ Machia ហើយពួកគេក៏ចាប់ខ្លួន Machia បានសម្រេចចំណែក Kiminari វិញពេលដែលគាត់បំរុងនឹងចាត់ការពួក Dabi មិនប្រយ័ត្នគាត់ក៏ត្រូវបាន Mr. Compress វាយឲ្យរបួសតែម្ដងហើយអ្នកផ្សេងទៀតក៏ព្យាយាមគប់ថ្នាំសណ្ដំចូលទៅក្នុងមាត់របស់ Machia តែក៏ត្រូវបាន Machia ផ្លុំប៉ើងពេញនឹងរួចថែមទាំងត្រូវ Dabi ប្រើភ្លើងបាញ់ពីលើទៀតធ្វើឲ្យពេលនេះពួកកូនសិស្សទាំងអស់គ្នាមិនអាចចូលចិត្ត Machia បាននោះទេតែចុងក្រោយទាំងអស់គ្នាក៏បានរួមកម្លាំងគ្នាប្រើធម្មពលដែលខ្លួនមានចាប់ខ្លួន Machia និងបោះថ្នាំសណ្ដំចូលទៅក្នុងមាត់របស់វាតែមានណាពួកគេនៅតែមិនអាចបញ្ឈប់វាបានចំណែក Thomura វិញពេលនេះគាត់ក៏ត្រូវរបួសយ៉ាងខ្លាំងដូចគ្នាតែគាត់ក៏ព្យាយាមហក់សម្លាប់គ្រូឯសាវៈដដែលធ្វើឲ្យពួក hero នាំគ្នាទប់ស្កាត់គាត់តែចុងក្រោយ Thomura ក៏បានលួចប្រើធម្មពលគ្រាប់កំភ្លើងលុបធម្មពលពិសេសដែលបានមកពីពួក Yakuza បាញ់ទៅកាន់ជើងរបស់គ្រូឯសាវៈសំណាងល្អគ្រូឯសាវៈក៏បានដកកំបិតកាត់ជើងគាត់ចោលសំណាងល្អរបស់គេដាច់ជើងហើយនឹងសំណាងល្អទៀតហើយឃើញអញ្ចឹង Thomura ក៏ស្ទុះទៅសម្លាប់គ្រូឯសាវៈទៀត
តែសំណាងអាក្រក់បាន idol របស់យើង Todoroki Soto ចេញមកជួយទាន់ហើយពេលនេះមើលទៅរាងកាយរបស់ Tomura ក៏កំពុងតែចុះខ្សោយដូចគ្នាដោយសារតែ Tomura ទទួលបានថាមពលដ៏ខ្លាំងពី All for One ធ្វើឲ្យរាងកាយរបស់គាត់មិនទាន់អាចទ្រាំនឹងទទួលថាមពលដ៏ខ្លាំងនេះបានក្រោយមក Midoriya ក៏បានប្រើថាមពលថ្មីរបស់គាត់ដែលទទួលបានពីចំនួនទី7 Nana Shimura អណ្ដែតឡើងលើមេឃដោយប្រើថាមពល One for All 100% វាយទៅកាន់ Tomura មិនឈប់ឈរធ្វើឲ្យដៃទាំងសងខាងរបស់ Deku ក៏បាក់ដូចគ្នាឃើញអញ្ចឹង Endeavor ក៏បានប្រើថាមពលដែលគាត់នៅសល់ប្រើភ្លើងដ៏ខ្លាំងដុតទៅកាន់ Tomura បន្ថែមទៀតតែវាមិនស្រាប់នោះទេថែមទាំងប្រើថាមពល All for One ចាក់ទៅកាន់ Deku ទៀតតែក៏ត្រូវបាន Bakugo ហោះទៅរងទាន់ចុងក្រោយ Midoriya ក៏ត្រូវបាន Tomura ស្រូបថាមពលបានតែការស្រូបថាមពលរបស់ All for One បានធ្វើឲ្យវិញ្ញាណរបស់ Nana ដែលស្លាប់បាត់ហើយបានជួបជាមួយនឹងចៅរបស់នាង Tomura ម្ដងទៀតតែចុងក្រោយ Tomura និង All for One ក៏រួមថាមពលគ្នាស្រូបយកថាមពលរបស់ Deku តែក៏ត្រូវបាន One for All ដែលជាប្អូនរបស់ All for One ចំនួនទី1ចេញមកជួយទប់ទល់គ្នាធ្វើឲ្យ All for One មិនអាចស្រូបយកថាមពល One for All បានសម្រេចព្រោះដោយសារតែរាងកាយនិងថាមពលរបស់ Tomura មិនទាន់អាចប្រើថាមពលគ្រប់គ្រាន់ដើម្បីស្រូបយកថាមពល One for All បាននោះទេចុងក្រោយទាំងពីរនាក់ក៏ធ្លាក់ចុះមកក្រោមតែ Tomura មិនព្រមដកថយតាមអ្វីដែល All for One ប្រាប់នោះទេគាត់ក៏ត្រូវបាន Hado និង Todoroki វាយឲ្យរបួសថែមទៀតតែសំណាងល្អក៏បាន Machia ចេញមកជួយទាន់ហើយ Dabi ក៏បានបង្ហាញខ្លួនរួចក៏បានប្រកាសឲ្យទាំងអស់គ្នាដឹងថាតាមពិតទៅគាត់គឺជា Todoroki Toyaគាត់គឺជាកូនប្រុសច្បងរបស់ Endeavor ដែលពេលនេះគាត់បានសម្លាប់មនុស្សអស់ជាង30នាក់ហើយមូលហេតុដែលគាត់ធ្វើអញ្ចឹងគឺមកពី Endeavor ដែលពីមុនមក Endeavor តែងតែចង់យកឈ្នះ All Might ដើម្បីបានជា Top 1 ប្រទេសឲ្យបានតែ Endeavor មិនអាចយកឈ្នះ All Might បានទេដល់ចឹងទៅគាត់ក៏ព្យាយាមផលិតកូនដើម្បីឲ្យកូនរបស់គាត់នឹងមានថាមពលដែលខ្លាំងជាងគាត់តែដោយសារតែ Dabi នឹងធ្វើមិនបានល្អដោយអ្វីដែល Endeavor ចង់បានធ្វើឲ្យគាត់ត្រូវបាន Endeavor ធ្វើបាបនិងឲ្យវឹកហាត់ប្រើធម្មពលរហូតដល់ខ្លួនឯងវីនឹងបាត់បង់ជីវិតទៀតហើយថែមទាំងបង្ខំឲ្យម៉ែរបស់គាត់ផលិតកូនដូចជារោងចក្រអញ្ចឹងដើម្បីស្វែងរកកូនណាដែលមានធម្មពលពាក់កណ្ដាលទឹកកកនិងពាក់កណ្ដាលភ្លើងរួចគាត់ក៏បាននិយាយពីរឿងអាក្រក់របស់ Hawk ដូចគ្នាថា Hawk បានសម្លាប់ថ្វាយពីក្រោយខ្នងទាំងដែលគាត់នឹងកំពុងតែព្យាយាមទៅជួយមិត្តរបស់គាត់ហើយក៏បានសម្លាប់ Best Genius ដើម្បីចូលជាមួយនឹង Team Dabi ទៀតព្រោះឪពុករបស់ Hawk ក៏ជាឃាតករសម្លាប់មនុស្សដែរអញ្ចឹងហើយកូនវាមិនខុសពីឪនោះទេហើយគាត់ក៏ស្រែកទៀតថានេះឬគឺជាពួក hero សិតតែពួក hero คล้าย hero ប៉ម hero original unfake ក្រោយមក Dabi ក៏បានប្រើភ្លើងរបស់គាត់ដុតទៅកាន់ពួក Endeavor តែសំណាងល្អក៏បាន Best Genius ចេញមកជួយទាន់ធ្វើឲ្យទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់នៅរស់បន្ទាប់មក Shoto ក៏បានហោះទៅវាយ Dabi តែមិនអាចធ្វើឲ្យគាត់បាននោះទេចំណែក Tomura វិញគាត់ក៏បានដាស់ Machia និងពួក Nomu ឲ្យមកវាយពួក hero បន្ថែមទៀតតែពេលពួក Nomu កំពុងតែហក់មកវាយ Best Genius Mirio Tokata ក៏បានចេញមកជួយទាន់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់ទទួលបានថាមពលរបស់គាត់មកវិញហើយមូលហេតុដែលគាត់បានទទួលថាមពលមកវិញគឺដោយសារតែ Eric ជួយប៉ុន្តែទោះជាអញ្ចឹងមែនក៏ Mirio មិនអាចប្រើប្រាស់ថាមពលរបស់គាត់គ្រប់គ្រាន់ដើម្បីវាយជាមួយនឹង Nomi បានដូចគ្នាពេលនោះដែរ Bakugo ក៏បានប្រើថាមពលរំទុះរបស់គាត់ហក់ទៅវាយ Nomu នោះដើម្បីជួយសង្គ្រោះ Mirio ទាន់ពេលវេលាចំណែក Machia វិញគាត់ក៏ត្រូវបាន Endeavor វាយឲ្យដួលដូចគ្នាហើយថ្នាំសណ្ដំក៏ធ្វើឲ្យ Machia ដួលសន្លប់តែម្ដងកាត់មកដល់ Mr. Compress វិញគាត់ក៏បានប្រើធម្មពលរបស់គាត់បំផ្លាញរាងកាយរបស់គាត់ម្ដងបន្តិចដើម្បីគេចខ្លួនពីការចាប់របស់ Best Genius ហើយគាត់ក៏បានរត់ទៅសង្គ្រោះមិត្តរបស់គាត់ម្ដងម្នាក់ហើយក៏បានប្រើល្បិចពន្យាពេលវេលាដើម្បីឲ្យ Spinner នឹងដាស់ Tomura ឲ្យដឹងខ្លួនដើម្បីឲ្យ Tomura នឹងបញ្ជាពួក Nomu មកជួយឲ្យបានទាន់ពេលវេលាហើយបន្ទាប់មក Tomura ក៏បានដឹងខ្លួនមែនតែលើកនេះមិនមែនជា Tomura នោះទេវាគឺជា All for One ទៅវិញដែលគាត់បានបញ្ជាឲ្យគ្រប់គ្នាដកថយដើម្បីឲ្យ Tomura នឹងអាចព្យាបាលរាងកាយរបស់គាត់ទាំងដែលមិនខ្វល់ពីអ្នកផ្សេងដែលរបួសនៅទីនោះទេហើយថែមទាំងវាយឲ្យ Midoriya របួសថែមទៀតចុងក្រោយ Tomura ក៏បានរត់គេចខ្លួនបានសម្រេចចំណែកពួក hero វិញក៏ត្រូវរបួសជាធ្ងន់ធ្ងរសឹងតែគ្រប់គ្នាហើយ Machia Mr. Compress Redestro និងកូនចៅក៏ត្រូវបានចាប់ខ្លួនដូចគ្នាចំណែក All for One ដែលនៅក្នុងខ្លួនរបស់ Tomura វិញគាត់ក៏បានបញ្ជាឲ្យពួក Nomu ដែលនៅសេសសល់ទៅរំដោះខ្លួនគាត់ចេញពីក្នុងគុកហើយរឿង My Hero Academia Season ទី6ភាគទី1របស់ Admin ក៏ចាប់ត្រឹមនេះតែម្ដងហ្នឹងហើយសួស្ដីអ្នកទាំងអស់គ្នាមិនដែរបន្ទាប់ពីខានបានជប់គ្នាអស់រយៈពេលជាយូរព្រោះថា Admin លៀងរវល់បន្តិចប៉ុន្តែឥឡូវប្រហែលជារៀងទំនេរដៃមកវិញហើយ Admin ក៏មានគម្រោងក្នុងការធ្វើ animation ថ្មីដូចការដែល Admin ប្រាប់ការពីមុនអញ្ចឹង Admin នឹងធ្វើ animation របស់ខ្លួនឯងហើយអ្នកទាំងអស់គ្នាកុំភ្លេចទៅចូល subscribe channel ថ្មីរបស់ Admin គឺ Top Anime Cambodia លេខ2ហ្នឹងគឺជា channel ថ្មីរបស់ Admin ប្រហែលជា Admin អាចនឹងយករឿងដែល Admin សម្រាយយកទៅដាក់នៅខាងនោះឬក៏រឿងថ្មីណាដែល Admin សម្រាយអាចយកទៅដាក់នៅខាងនោះចំណែក channel នេះប្រហែលជានឹងធ្វើជា animation
3D របស់ខ្លួនឯងអីចឹងទៅឬក៏ពេលខ្លះអាចនឹងមានការ live លេង game ឬក៏ live និយាយគ្នាលេងនៅក្នុង channel នេះប៉ុន្តែការ live ហ្នឹងគឺ admin អត់ទាន់ដឹងថា admin នឹង live ថ្ងៃណាទេហើយមួយទៀត admin ក៏សូមផ្ញើ channel មួយទៀតគឺ Saitama Gaming ដែលជា channel game របស់ admin ហើយ admin ប្រហែលជាអាចនឹងឲ្យប្អូនរបស់ admin កាន់ហើយនឹងអាចនឹងមាន admin នៅក្នុងនឹងដែរគ្រាន់តែអាចថាប្អូន admin គាត់ជាអ្នកកាន់ច្រើនជាងហើយណាមួយ admin ក៏ចង់ឲ្យប្អូនរបស់ admin ហ្នឹងវាធ្វើ content YouTube ធ្វើអីដើម្បីកំដរអារម្មណ៍អ្នកទាំងអស់គ្នានៅពេលដែល admin អត់នៅអីចឹងទៅព្រោះថាពេលខ្លះ admin ក៏រវល់ដែរអត់មានពេលណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាទេអញ្ចឹងយ៉ាងហោចណាស់ក៏មានប្អូន admin គាត់ជួយធ្វើអីចឹងទៅហើយសង្ឃឹមថាប្អូនរបស់ admin នឹងធ្វើបានល្អជាង admin បាទជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានបានគ្រប់គ្រងកន្លងមកបាទសូមអរគុណសូមជម្រាបសួរ